បាទសរសេរដល់គ្នាថ្ងៃនេះខ្ញុំមកចាត់នៃតទៅជាមួយនឹងការប្រើប្រាស់ shortcut key នៅក្នុងកម្មវិធី Word អញ្ចឹងដើម្បីinsert នៅតារាងនៅក្នុងកម្មវិធី Word យើងមិនបាច់ចូលនៅក្នុង insert table នេះក៏បានដែរអញ្ចឹងយើងមានរបៀបយើង insert table នោះដែរណាអញ្ចឹងខ្ញុំធ្វើការបង្ហាញតែម្ដងខ្ញុំវាយសញ្ញាបូកសញ្ញាត្រេ3អញ្ចឹងសញ្ញាត្រេពីដងញ៉ាំបូកប្រសាទក្នុងនេះខ្ញុំត្រូវការ2កន្លងអញ្ចឹងអ្នកគ្នាត្រូវវាយដូចខ្ញុំចេះ2កន្លងចឹងណាពីនឹងបាននឹងtable 2កន្លងបាទនេះជាតំណែង2កន្លងដែលខ្ញុំត្រូវការណាអ្នកគ្នាต้อง insert អីនេះគាត់អាចចុចបន្ថែមនេះបានណាបាទចំពោះការចង់បាន3កន្លងវិញអ្នកគ្នាត្រូវធ្វើបែបដូចមិញហ្នឹងណាចឹងបើ insert 3 column អ្នកនាងវាយត្រីនេះ3 block អញ្ចឹងយើងនឹងបាន3 column បាទនេះ3 column ណាបាទអ្នកនរគ្នាចង់បាន4 column អ្នកនាងអនុវត្តតែមែនសញ្ញាបូកត្រី3ដងសញ្ញាបូក column ទី2 column ទី3 column ទី4 enter មកបាទយើងនឹងបាន4 column បាទឧទាហរណ៍តទៅជាមួយនឹងការ underline ទៅលើបន្តវិញបើសិនក៏អ្នកនាងវាយសញ្ញាត្រី3វាស្មើនឹង underline បន្ត1បើអ្នកនាងវាយសញ្ញាស្មើ3ទៅសញ្ញាស្មើ2ដង enter វានឹងបានdouble line បើសិនអ្នកនាងសញ្ញាកាយ3 enter វានឹងបានសញ្ញាត្រេចុចបាទនេះគឺជារបៀបការប្រើ shortcut key ទៅលើការ underline បន្ទាត់បាទអរគុណច្រើនសម្រាប់ការទស្សនាបាទអរគុណច្រើន